កាលពីពេលថ្មីៗនេះជារឿងល្អសម្រាប់កម្ពុជាដែលបានលេចវត្តមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិកមកចុះចតនៅកំពង់ផែសមុទ្ររៀមកម្ពុជាកំពុងតែដូរទិសដៅនៃការកាត់ចង្កូតនាវាពីប្រទេសចិនទៅសហរដ្ឋអាមេរិកប៉ុន្តែមិនឲ្យឆ្ងាយពេកទេសម្រាប់ការមើលឃើញរបស់ខ្ញុំសហរដ្ឋអាមេរិកគឺជាដៃគូយ៉ាងល្អសម្រាប់ទាំងពាណិជ្ជកម្មវិនិយោគហើយពីពេលថ្មីនេះក៏មានការអញ្ជើញពីប្រធានាធិបតីសហរដ្ឋអាមេរិកដែរគឺលោក Donald Trump បានអញ្ជើញកម្ពុជាឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់រយៈពេល3ឆ្នាំដោយមិនមានការបង់ប្រាក់នោះទេហើយកម្ពុជាក៏ធ្លាប់បានអះអាងថា Donald Trump គួរតែបានពានរង្វាន់ Nobel សន្តិភាពហើយថ្មីនេះរាជរដ្ឋាភិបាលក៏បានប្រកាសថានឹងចូលក្នុងក្រុមប្រឹក្សាសន្តិភាពទៀតដូច្នេះខ្ញុំយល់ថាការចាប់ដៃជាមួយសហរដ្ឋអាមេរិកគឺល្អសម្រាប់ប្រទេសកម្ពុជានឹងមានពលឺនឹងការមានសម្ព័ន្ធមិត្តយ៉ាងល្អនឹងកក់ក្ដៅសម្រាប់កម្ពុជាអំពីការឈ្លានពានរបស់ពួកជិតខាងរបស់យើងមើលឃើញហើយតាំងពីជើងចាប់ផ្ដើមសង្គ្រាមដំបូងរយៈពេល5ថ្ងៃគឺលោក Donald Trump បានស្វាស្វែងដើម្បីឲ្យមានបទឈប់បាញ់ប៉ុន្តែប្រទេសថៃដែលឈ្លានពានប្រទេសកម្ពុជាយើងគឺគេនៅតែរោគរឿងនឹងបង្កើតសង្គ្រាមសម្រាប់កម្ពុជារហូត